គប់កិតគ្នាបងខ្សាច់លក់លឹមមើលច្បាប់ស្ថិតនៅក្នុងដែនអូសៀនជាតិជួរភ្នំក្រវ៉ាញខាងត្បូងនិងដឹកជញ្ជូនតាមរថយន្តធុនធំបំផ្លាញផ្លូវគ្រូក្រហមនៅឃុំដងពេញស្រុកស្រែអំបិលមុននឹងបន្តមកលើផ្លូវជាតិលេខ48សកម្មភាពនេះបានធ្វើឡើងយូរមកហើយរហូតមកដល់បច្ចុប្បន្នមានចំនួន3ក្រុមដោយពួកគេបូមខ្សាច់ចេញពីព្រែកមិនត្រឹមត្រូវទៅតាមច្បាប់បាក់ច្រាំងលើសដែនកំណត់និងដឹកជញ្ជូនលំមើបច្ចេកទេសបំផ្លាញផ្លូវនៅចំណុចគងឆាភូមិបាក់អង្រុតឃុំដងពេញស្រុកស្រែអំបិលខេត្តកោះកុងមុននឹងបន្តដំណើរមកលើផ្លូវជាតិលេខ48ដែលទើបនឹងសាងសង់រួចរាល់ថ្មីប្រភពដំណឹងបានឲ្យដឹងថាអាជីវកម្មបូមខ្សាច់ទាំងនោះក្រុមខ្លះធ្វើទាំងបំពេញច្បាប់បូមលើសទីតាំងដែលបានកំណត់ខ្លះកំពុងស្នើសុំច្បាប់បកខ្សាច់នៅទីគោកចម្ងាយរាប់សិបម៉ែត្រពីព្រែកច្បាប់មិនទាន់ធ្លាក់មកផងបែរជាហ៊ានបូមខ្សាច់ពីក្នុងព្រែកលក់យ៉ាងរំភើយហើយការដឹកជញ្ជូនទៀតសោតលើសទ្រង់មិនគ្របតាមរយៈរថយន្តខ្នាតធំផ្លូវ5ផ្លូវ6បើកបរបំផ្លាញផ្លូវគ្រួក្រហមកោតជាចង្ហុកតូចធំបែកភក់ជ្រាំបង្កការរំខានទៅដល់អ្នកធ្វើដំណើរនិងរំខានទៅដល់ជីវភាពប្រជាពលរដ្ឋអ្វីដែលកើតឆ្ងល់គឺទីតាំងទាំងនោះស្ថិតក្នុងដែនអូសៀនជាតិជួរភ្នំក្រវ៉ាញខាងត្បូងផងទៀតពាក់ព័ន្ធសកម្មភាពនេះលោកហៃខៀងហៅង៉ែតភាគីម្ចាស់អាជីវកម្មដោយរូបភាពកំពុងផ្សាយនេះពុំមានការបញ្ជាក់ទេក្រោយទទួលសារសំណួរហើយលុបចោលនិងប្លុកលេខក្រុមការងារយើងមិនអាចទំនាក់ទំនងបានលោកស្រីទុយចេតនាម្ចាស់អាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែសម្រាប់អាជីវកម្មខ្សាច់សំណង់តែប្រគល់ទៅឲ្យក្រុមជនជាតិចិនធ្វើអាជីវកម្មវិញវ៉ាន់ប៉ុស្តិ៍មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយខណៈច្បាប់កំណត់ថាអាជ្ញាប័ណ្ណក្រោម1ហត្តាផ្ដល់ឲ្យតែជនជាតិខ្មែរកម្លាំងពលកម្មមិនលើស7នាក់និងទំហំមិនលើសពី1000ទ្វេគុណលោកហងប្រអភិបាលរងស្រុកស្រែអំបិលទទួលបន្ទុកដីធ្លីនិងរ៉ែបានឲ្យដឹងថាម្ចាស់អាជីវកម្មកំពុងតែស្នើសុំច្បាប់ទៅខាងរដ្ឋបាលខេត្តហើយចំពោះត្រង់ចំណុចបូមស្ថិតនៅក្នុងដែនអូសៀនជាតិឬអត់លោកថាមិនមែនជាជំនាញរបស់លោកទេគេមានតែបងគេមានគេពងស្នើសុំទៅរដ្ឋបាលខេត្តទៅបើសិនជាក្នុងជួរក្នុងកវាយខាងជួរក្នុងកវាយគេបានប្រហែលជាមិនអនុញ្ញាតឲ្យច្បាប់ទេវាចឹងតែគេទៅគឺទៅអន្តរក្រសួងហើយគេបានខ្ញុំមកគេសម្រាប់ទេព្រោះអាជីវកម្មបូមខ្សាច់វាក្រុមហត្តាត្រឹមអនុញ្ញាតត្រឹមច្បាប់ត្រឹមរដ្ឋបាលខេត្តលើពីមហត្តាវាដល់ក្រសួងរ៉ែចំណែកលោកមន្ត្រីបរិស្ថានក្នុងតំបន់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាទីតាំងអាជីវកម្មបូមខ្សាច់ពិតជាស្ថិតក្នុងដែនអូសៀនជាតិជួរភ្នំក្រវ៉ាញខាងត្បូងចំពោះច្បាប់អនុញ្ញាតលោកពុំដឹងច្បាស់ទេគឺឲ្យសួរទៅខាងថ្នាក់លើវិញខ្ញុំអត់ដឹងដែរបងពាក់ព័ន្ធការងារហ្នឹងគឺថ្នាក់ដឹកនាំទេបងគាត់ចាប់អាជ្ញាប័ណ្ណដល់បងសួរទៅទីនោះបងគាត់ដឹងព្រោះខ្ញុំអត់ដឹងដែរបងបាទដឹកបកគោខ្ញុំទទួលស្គាល់ប៉ុន្តែពាក់ព័ន្ធអាជ្ញាប័ណ្ណចេញអានឹងស៊ីសងទៅលើថ្នាក់ដឹកនាំទៅលើទេបងខ្ញុំអត់ដឹងដែរលោកហ៊ុនម៉ារ៉ាឌីប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានឲ្យដឹងថាទីតាំងបូមខ្សាច់ក្នុងដែនអូសៀនជាតិជួរភ្នំក្រវ៉ាញខាងត្បូងនោះមានច្បាប់ប៉ុន្តែសំណួរផ្សេងទៀតលោកពុំទាន់មានការបញ្ជាក់នៅឡើយលោកក្លឹមខុនវិសិទ្ធប្រធានមន្ទីររ៉ែនិងធម្មពលខេត្តកោះកុងក៏បានឲ្យដឹងផងដែរថាលោកនឹងឲ្យមន្ត្រីចុះពិនិត្យមើលសិនទើបមានការបញ្ជាក់សូមរំលឹកថាបើតាមប្រកាសក្រសួងរ៉ែនិងធម្មពលលេខ520ថររសប្រកត្រង់ប្រការ9បានកំណត់ថាការពិនិត្យវិយតម្លៃនិងផ្ដល់អាជ្ញាប័ណ្ណត្រូវពិនិត្យបន្ថែមលើគោលការណ៍មានដូចជាការធានាលំនឹងជលសាស្ត្រនិងបរិស្ថានធម្មជាតិរបស់ដងទន្លេស្ទឹងបឹងបួនិងផ្លូវទឹកនានាដែលពាក់ព័ន្ធការការពារបាក់ច្រាំងការសឹកដាច់ឬខូចខាតបាតនិងការបំពុលគុណភាពទឹកជាដើមរីឯការដឹកជញ្ជូនវិញនាពេលកន្លងទៅអន្តរក្រសួងបានចេញសារចរណ៍ណែនាំកំណត់ថាការដឹកជញ្ជូនធនធានរ៉ែដីខ្សាច់ថ្មគ្រប់ប្រភេទត្រូវតែស្ងួតមិនលើសទ្រង់គ្របឲ្យបានត្រឹមត្រូវមិនបង្កឲ្យដីថ្មខ្សាច់ធ្លាក់លើផ្លូវមិនលើសទម្ងន់ការថែទាំជួសជុលផ្លូវបើហុយស្រោចទឹកមិនត្រូវធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថានសណ្ដាប់ធ្នាប់សូម្បីតែដឹកចេញពីការដ្ឋានក៏ត្រូវលាងកង់រថយន្តឲ្យស្អាតផងទៀត